ក្មេងប្រុសនេះត្រូវបានមិត្តស្រីនិងមិត្តស្រីរបស់គាត់រុញច្រានឆ្ពោះទៅរកស្រមោចដែលកំពុងស៊ីរៀបចំប្រើគាត់ទៅតូបសម្រាប់ពេលវេលាខ្ញុំបានឃើញស្រមោចស៊ីមនុស្សកំពុងលូនពីពេញរាងកាយរបស់សៀវហួយភ្លាមប៉ុន្តែនៅពេលនេះអ្នកតូចសាច់កាន់តែខ្លាំងឡើងគាត់មានការឈឺចាប់យ៉ាងខ្លាំងនៅពេលដែលគាត់ត្រូវបានស្រមោចស៊ីមនុស្សនៅវិនាទីបន្ទាប់ក្មេងប្រុសនេះបានកើតជាថ្មីនៅពេលគាត់ភ្ញាក់ឡើងម្ដងទៀតគាត់បានត្រឡប់មកវិញមុនពេលគាត់ចូលសន្តាគារបានរៀនមេរៀនឈឺចាប់នៃជីវិតអតីតកាលលើកនេះគាត់ត្រូវរកវិធីដើម្បីរស់ដល់ទីបញ្ចប់ដូច្នេះគាត់បានពង្រឹងបន្ទប់របស់គាត់ភ្លាមដោយប្រើឧបករណ៍ហើយបន្ទាប់មកទឹកខ្មេះមួយបាច់ដើម្បីបំបែកស្រមោចដែលស៊ីមនុស្សនៅក្នុងជីវិតចុងក្រោយរបស់គាត់បានចងចាំយ៉ាងច្បាស់ថាស្រមោចបរិភោគបុរសទាំងនេះហាក់ដូចជាខ្លាចទឹកខ្មាស់ភ្លាមនោះគាត់បានឃើញស្រមោចមួយក្រុមលូនកាត់ដីបានរំលឹកភ្លាមនៅបទពិសោធន៍សោកនាដកម្មនៃជីវិតមុនក្មេងប្រុសនេះត្រូវបានប៉ះដោយការចងចាំហើយនៅតែមិនអាចទ្រាំទ្រមើលមនុស្សគ្រប់គ្នារងចាំស្លាប់រំលឹកមនុស្សគ្រប់គ្នាភ្លាមថាវាមិនត្រូវបានគេណែនាំឲ្យស្នាក់នៅទីនេះយូរទេរងចាំរហូតដល់ម៉ោង 8 យប់នេះស្រមោចទាំងអស់ប្រែទៅជាស្រមោចស៊ីមនុស្សបន្ទាប់មកពួកគេបានចេញមកជាមួយគ្នាហើយបរិភោគមនុស្សទាំងអស់ដែលមានវត្តមានប៉ុន្តែទាំងមិត្តស្រីរបស់គាត់និងនរណាម្នាក់ផ្សេងទៀតមិនជឿរឿងរបស់គាត់ទេវាមានន័យថាមានស្រមោចស៊ីមនុស្សច្រើនណាស់នៅលើពិភពលោកគាត់ក៏បាននិយាយផងដែរថាគាត់ខ្លាចថាវាមិនមែនជាប្រឡោមលោកភ័យរន្ធត់ទេបន្ទាប់ពីអានប្រឡោមលោកច្រើនពេកខួរក្បាលរបស់គាត់ពិបាកប្រាណាស់ប៉ុន្តែប្រជាជនមិនបានកត់សម្គាល់ទេមុខរបស់ម្ចាស់ផ្ទះសំណាក់កាន់តែធ្ងន់ធ្ងរនៅពេលដែលគាត់បានហឺតការសន្ទនារបស់ពួកគេបន្តិចក្រោយមកគាត់បានយកឆ្នាំងទឹកក្តៅចេញពីបន្ទប់លង់ទឹកស្រមោចទាំងអស់ឥឡូវនេះក្មេងប្រុសបានឃើញរឿងនេះហើយចង់ឈប់តែពេលនេះវាយឺតពេលហើយវាផុតទៅហើយអស់សង្ឃឹមនៅពេលនេះកម្លាំងគឺសងសឹកណាស់អ្នកបានត្រឡប់ទៅសម្បុកវិញពួកគេនឹងសងសឹកអ្នកនៅយប់នេះយុវជននេះដឹងច្បាស់ផងដែរថាតើស្រមោចទាំងនេះអាចមានគ្រោះថ្នាក់ដល់កម្រិតណាប៉ុន្តែមនុស្សនៅតែមិនយកចិត្តទុកដាក់គ្រាន់តែនៅពេលដែលបុរសនោះឈួតនៅពេលនេះថៅកែបានស្បត់ថាកំហុសកាន់តែច្រើននៅលើភ្នំគឺជៀសមិនរួចបន្ទប់សន្តាគារឆ្លងកាត់ការដោះស្រាយពិសេសឥឡូវនេះមានសុវត្ថិភាពសូមឲ្យយុវជនកុំបារម្ភអំពីអ្នកដែលមានខ្លះឬអត់ហើយហ្វូងមនុស្សបានងាកចេញបន្ទាប់មកពួកគេទាំងអស់បានត្រឡប់ទៅបន្ទប់រៀងខ្លួនដើម្បីសម្រាកគ្រាន់តែពេលនោះក្មេងស្រីម្នាក់ក៏បានទៅបន្ទប់របស់នាងដែរប៉ុន្តែក្មេងប្រុសនោះបានបញ្ឈប់គាត់ភ្លាមហើយបាននិយាយថាឥឡូវនេះអតីតកាលនឹងត្រូវរងរបួសដោយបន្ទះឈើថៅកែមិនអាចមើលវាទៀតទេស្រមោចស៊ីមនុស្សហើយវាម្ដងទៀតគាត់បានសម្រេចចិត្តថាក្មេងប្រុសនេះនៅទីនេះដើម្បីរកកំហុសក្មេងស្រីក៏ចង់និយាយពីពាក្យសម្រាប់ក្មេងប្រុសដែរប៉ុន្តែថៅកែបានទូចឲ្យទាត់គាត់ចេញរបៀបរំពឹងវិនាទីបន្ទាប់ក្មេងស្រីនៅពេលនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំមិនដែលរំពឹងថាពាក្យរបស់ក្មេងប្រុសនឹងក្លាយជាការពិតទេបន្ទាប់មកគាត់បាននឹកចាំពីស្រមោលមនុស្សជាតិដែលក្មេងប្រុសទើបតែបានលើកឡើងគាត់បានសួរយុវជននោះថាតើស្រមោចពិតជាផ្លាស់ប្ដូរគាត់ងក់ក្បាលដោយរំភើបគ្រាន់តែបន្ទាប់មកមនុស្សគ្រប់គ្នានៅក្នុងបន្ទប់បានចេញមកថៅកែបាននិយាយភ្លាមថាក្មេងប្រុសត្រូវតែជាឆ្មាពីការភ្នែកហើយបានជួបកណ្ដុរងប់ទំហំក៏បន្តគាត់ដែរហើយគាត់បានយកបន្ទះហើយគាត់បានបាត់មុនពេលចាក់ចេញលោកក៏បានក្រើនរំលឹកដល់មនុស្សមួយចំនួនផងដែរថាយកល្អកុំខ្លាចខ្លួនឯងឥឡូវនេះអ្នកគ្រប់គ្រងតែមួយគត់របស់ក្មេងស្រីគឺក្មេងស្រីគ្មាននរណាម្នាក់ចង់ទុកចិត្តបរិះនេះទេលើកលែងតែគាត់ដូច្នេះយុវជននោះខ្ជិលច្រអូសមិនខ្វល់ពីជីវិតអ្នកដទៃគ្រាន់តែយកក្មេងស្រីដែលសមហេតុផលហើយរៀបចំអ្នករត់គេចខ្លួនក្នុងមួយព្រិចភ្នែកមួយយប់បានមកដល់វាមានរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះមុនពេលស្រមោចផ្លាស់ប្ដូរប៉ុន្តែមិត្តស្រីរបស់បរិះម្នាក់នេះនៅតែសើចជាមួយបរិះដទៃទៀតវិនាទីបន្ទាប់ស្រមោចស្ថិតនៅលើជើងរបស់គាត់មានការភ័យខ្លាចយ៉ាងខ្លាំងហើយគិតថាវាជាស្រមោចស៊ីមនុស្សហើយបរិះនោះបានទះស្រមោចដោយផ្ទាល់រហូតដល់ស្លាប់ហើយបាននិយាយថាវាគ្រាន់តែជាស្រមោចធម្មតាធំជាងមុនវាមិនមានអ្វីដែលត្រូវធ្វើជាមួយស្រមោចស៊ីមនុស្សទេវាជារឿងធម្មតាទេដែលកំហុសនៅលើភ្នំជ្រៅកាន់តែធំនៅពេលនេះក្មេងប្រុសត្រូវបានតាក់ទាញដោយចលនានៅទីនេះគោហួយចៅហេតុអ្វីបានជាអ្នកមកទីនេះយុវជននោះមិនបានឆ្លើយសំណួរមិត្តស្រីរបស់គាត់ទេសំណួរគឺជាការពន្យល់អំពីការបម្រើខ្លួនឯងពួកគេវាយុទ្ធធររហូតដល់ស្លាប់ហើយស្រមោចទាំងនេះបញ្ចេញហ្វេរ៉ូម៉ុនច្រើននៅពេលពួកគេស្លាប់នៅពេលនោះនឹងមានកវីជាច្រើនទៀតដែលនឹងមើលពួកគេធ្វើបែបនេះពីខ្នងរបស់ពួកគេអ្នករាល់គ្នានៅទីនេះត្រូវបានគេវាយដំមិត្តស្រីនឹងទីរកឬនៅពេលដែលបរិះនោះកំពុងហោះហ្វាស៊ីវរឹតតែនិយាយត្រង់ថាមនុស្ស10នាក់គ្មានអ្វីត្រូវខ្លាចទេគាត់សម្លាប់មនុស្សជាច្រើននៅពេលគាត់មកដល់មិត្តស្រីខ្ជិលពេកស្ដាប់សំឡេងមិនសមហេតុសមផលរបស់ក្មេងប្រុសបែកគ្នាជាមួយគាត់នៅនឹងកន្លែងបន្ទាប់មកគាត់បានបដូរវេនមើលងាយគាត់ជាមួយហ្វាក្មេងប្រុសមិនអាចយកវាទៀតទេហើយខ្ញុំមិនអាចទេអូហូវាយ៉ាងធ្ងន់ធ្ងរពេញមួយយប់សូមអញ្ជើញមកអ្នករាល់គ្នាបានហឺតចលនាហើយបានមកចូលរួមសប្បាយរីករាយខ្ញុំបានឃើញក្មេងប្រុសនោះចិត្តត្រូវគេវាយរហូតដល់ស្លាប់ក្មេងស្រីប្រញាប់ប្រញាល់ទៅមុខដើម្បីបញ្ចុះបញ្ចូលភ្លាមនោះថៅកែបានប្រាប់ពួកគេឲ្យត្រឡប់ទៅសម្រាកវិញកុំភ្លេចទេដៀបរិះនោះប៉ុន្តែលោកបារម្ភតែពេលណាមនុស្ស10នាក់នឹងមកបន្ទាប់ពីបានឃើញពេលវេលានៅសល់តិចតួចយុវជននោះបានប្រញាប់ប្រញាល់ចូលក្នុងផ្ទះសុវត្ថិភាពនៃគ្រួសារមុនដោយមិននិយាយអ្វីទាំងអស់ក្មេងស្រីនោះក៏បានលាក់ខ្លួននៅក្នុងបន្ទប់របស់នាង
ហើយថៅកែបានយកទៅញាក់មួយមកកំដរអារម្មណ៍មនុស្សគ្រប់គ្នានៅពេលនេះមិត្តស្រីនិងក្រុមរបស់គាត់កំពុងផឹកស៊ីនិងមានភាពសប្បាយរីករាយនៅខាងក្រៅមិនដឹងថាគាត់ជិតស្លាប់ហើយបុរសនៅម្ខាងទៀតកំពុងលាក់ខ្លួននៅក្នុងផ្ទះដែលមានសុវត្ថិភាពហើយមើលមិនយូរប៉ុន្មានមនុស្ស10នាក់បានមកដល់ទីនេះមនុស្សគ្រប់គ្នាភ័យខ្លាចណាស់ចងចាំភ្លាមនៅវិធានការពារដែលបានលើកឡើងដោយចៅហ្វាយពីមុនហេតុអ្វីបានជាបុរសចំណាស់មិននិយាយម្ដងទៀតអ្វីស្អិតអាហូចេញយូតាមានអ្វីខុសជាមួយអ្នកស្រមោចគឺជាស្រមោចធំណាស់តើអាចមានស្រមោចធំយ៉ាងដូចម្ដេចគ្រាន់តែស្រមោចតូចមួយបាច់ចេញយូតាអ្នកបានអានខុសទេបន្ទាប់មកប្រហែលជាខ្ញុំអានវាខុសមិនអីទេបន្ទាប់មកអ្នកអាចរកឃើញចៅហ្វាយនៅសប្